ចាដល់ឡែកប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ពពលស្រុកពីរាំងនៃខេត្តព្រៃវែងក៏បានទទួលនឹងការចែកអំណោយពីឯកឧត្តមកឹមវណ្ណាដែលជាប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំកំពង់ពពលឯកឧត្តមស្នេហ៍ឯកឧត្តមវណ្ណាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ពពលស្រុកពីរាំងខេត្តព្រៃវែងបានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលនិងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសកាន់បិណ្ឌវេនទី1នៅវត្តតាំងរលៀងស្ថិតនៅក្នុងភូមិតាំងរលៀងឃុំកំពង់ពពលស្រុកពីរាំងនៃខេត្តព្រៃវែងនៅក្នុងឱកាសនោះឯកឧត្តមបានរំលឹកដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ននឹងការពារជំងឺ Covid-19 ឲ្យបានខ្ជាប់ខ្ជួននៅក្នុងកំឡុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងសូមប្រញាប់មកទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នាក្រៅពីនេះសូមកុំភ្លេចនាំកូនចៅចាប់ពីអាយុ6ដល់12ឆ្នាំទៅចាក់វ៉ាក់សាំង Covid-19 ឲ្យបានគ្រប់គ្នាឯកឧត្តមក៏បានសន្យាថានឹងជួយជួសជុលផ្លូវក្នុងភូមិតាំងរលៀងនេះឲ្យបានល្អដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋសូមជម្រាបថាឯកឧត្តមប្រធានក្រុមការងារបាននាំយកនៅតេយ្យទានប្រគេនព្រះសង្ឃរួមមានអង្ករក៏ដូចជាគ្រឿងឧបភោគបរិភោគមួយចំនួននិងបច្ច័យកសាងវត្ត8សែនរៀលរួមទាំងបច្ច័យប្រគេនដល់ព្រះសង្ឃ16អង្គសរុបថវិកាជាង2លាន5សែនរៀលឯកឧត្តមក៏បានផ្ដល់ជូនលោកយាយលោកតានៅអាវប៉ាក់ក្រមានិងម៉ាស់ក៏ដូចជាផ្ដល់ថវិកាជូននគរបាលប្រជាការពាររួមទាំងកុមារផងដែរ